Mai net ach ne tăng về update season tham mấy năng rèn lang đòn này lang pot epic glory này bà thà lang mình toàn pot epic glory thế nơi cho mùi nhóm đi nơi epic glory xin dường nó gợi màn chỉ khné cùng hột trao khné vậy thà season này bảo orange khang giờ tầm maintain mong season họ đâu nó dường out tập hai buồn đóng pay game nó lang dường lang đo legend này còn mình tay nơi season này với nhóm liền lang chất size game này nơi tại epic pi năng miền tây na pot pi năng này hai bạn dây hướng rèn năng tiếc khang đo muôn thôn năng đời nó khơi khang một phía trên nó bên nhóm cho link game nó bạc khné rồi bao giờ năng liền làក្នុងហ្គេមមួយហ្គេមដបងអញ្ចឹងទៅហើយចាប់តាំងពីចូលហ្គេម2មកគ្មានទេដាក់គ្នាដល់ស្អីមកទេជួនកាលទៅមានMM 2ជួនកាលទៅមានMM 3ពេលខ្លះហ្នឹងអាចធ្លាយដល់MM room ទៀតណោះអញ្ចឹងបានថានៅដើម season នេះពិបាកលេងខ្លាំងយកតែមែនតែមកហើយនៅគេដែលជួបរឿងនឹងដូចខ្ញុំខ្លះអ្នកដែលជួបរឿងនឹងដូចខ្ញុំបញ្ចេញកំហឹងនៅក្នុង comment ហ្នឹងមក Yeah bro សម្រាប់អញ្ចឹងហ៎តាហ្នឹងហើយចូលមកកាន់សាច់ game យើងនេះវិញ Obsidian របស់យើងហ្នឹងមានលុយតាំងពី early game ដល់ពេលអញ្ចឹងហើយទៅនិយាយពីថាការសំ stake របស់យើងនេះបានច្រើនខ្លាំងមែនតើទើបតែ8នាទីគុំតែកលេចទៅមើល stake របស់យើងវិញហ្នឹងមានរហូតដល់22ដល់អញ្ចឹងហើយទៅ Obsidian របស់យើងនេះសាប់ញាប់ឆ្មាញ់ហើយឥឡូវហ្នឹងយើងមានតែ22 stake ផងប៉ុណ្ណឹងត្មងតែយើងមានដល់25 stake ទៀតមិនដឹងថាសាប់ញាប់ប៉ុណ្ណាទេលេងសាច់ game នេះយើងហ៊ានប្រវាក់វាយ enemy ដែរហ្នឹងណាក៏ប៉ុន្តែដោយសារតែ enemy នេះ team fight នីមួយៗហ្នឹងគេជុំគ្នាវាយបានល្អទេ team fight មួយៗហ្នឹងគេនាំគ្នាចេញចូលម្នាក់ម្ដងអញ្ចឹងហើយទៅធ្វើយើងនេះស្រួលវាយគេខ្លាំងមែនតើបើមិនជឿទេអ្នកនរគ្នាមើលខ្លួនឯងទៅកុំថាខ្ញុំនេះចេះតែថាបើសិនជានៅក្នុង team fight នីមួយៗហ្នឹង enemy មកជុំគ្នាមួយសារទាំង5ហ្នឹងយើងនឹងវាយណាទុកពីណាពីយ៉ាទៅដាក់ skill វិញវាយតែងទៀតហ្នឹងគ្មានទេវាយទៅមកទៅងាប់ហ្នឹងគ្នាគេវាយយើងងាប់មុនបាទអញ្ចឹងមិនថានៅពេលដែល late game ទៅការ team fight ដែលជុំគ្នាខ្លាំងណាមិនថាខាងយើងមិនថាខាង enemy ទេអត់ថា team fight មួយហ្នឹងគ្នាដើរបែកខ្ញាច់គ្នាហ្នឹង game ហ្នឹងដឹងតែក្លាប់យកទៅមកមានអី fail តែមក team fight ពី team fight ហ្នឹងទៅឲ្យ game ចាប់ដើមក្លាប់អីទោះជាចង់បោកក្រោយហ្នឹងក៏ហួសពេលដែរមិនមែនស្រួលទេហើយមកដល់ពេលនេះ villain នេះ Obsidian របស់យើងនឹងកាន់តែ late game កាន់តែពិបាកទប់ខ្លាំងមែនតើ damage ហ្នឹងក៏ឈឺនិយាយថាគ្រាប់បាញ់នោះក៏ញ៉ៃខ្លាំងហើយនិយាយថា skill នោះ cool down លឿនទៀតអត់ដឹងនិយាយថាម៉េចទេដឹងថានៅក្នុង game នេះសាហាវទៅបានហើយ Obsidian យើងដេញវាយខ្ទេចខ្ទីពេញហ្នឹងហើយចង់ចេញ defense ប្រហែលតោនទៀតក៏យើងមិនខ្លាចដែរយើងនឹងទៅវាយទាំងអស់Victory